Bây giờ xuống phong ở kia vâng một căn chuyện này riêng ốc mà ngày đây riêng riêngใน episode មួយទៀតគឺរបៀបឡើងតុងតើគេមានកលឹះអីខ្លះនៅពេលដែលកំពុងតែលេងសុកសុកនៅក្នុងតុងដូស្រេចតែដល់វគ្គមួយឡើងតុងមកបាទអញ្ចឹងខ្ញុំមានបទចម្រៀងឲ្យបងប្អូនស្ដាប់ដែរពី3បទដើម្បីបងប្អូនស្ដាប់ពេលការឡើងតុងរបស់គេឡើងតុងបងប្អូនឃើញអាគ័រមួយមុនឡើងតុងអាគ័រឡើងបងញ៉ឹមបាទអញ្ចឹងយើងស្ដាប់ប៉ុណ្្នឹងចុះបាទអញ្ចឹងជាទូទៅមុនពេលដែលវាឡើងតុងបងប្អូនឃើញមានអាគ័រមួយបងប្អូនអាចទាយបានទេថាតើអាគ័រហ្នឹងគឺជាអាគ័រអីគេលោកគ្រូឲ្យខ្ញុំទាយធ្វើមើលឲ្យខ្ញុំដឹងថាបត់ហ្នឹងតុងអីគេបាទអញ្ចឹងជាទូទៅគឺបត់ចម្រៀងគឺយើងឃើញភាគច្រើនវាអាចឡើងតុងច្រើនកលៈដែរប៉ុន្តែយើងឃើញបត់ភាគច្រើនគឺឡើងមួយតុងនិងបត់ឡើងកន្លះតុងមានបត់ឡើងកន្លះតុងដូចបត់ហាមចិត្តមិនបានគឺឡើងតែកន្លះតុងទេឡើងពីតុងមីម៉ាហ្សឺទៅតុងហ្វាគឺកន្លះតុងបងប្អូនឃើញមីហើយហ្វាគឺនៅជាប់គ្នាគឺកន្លះពេលទេអញ្ចឹងឡើងពីមីទៅហ្វាឯចំណែកបត់របស់លោកច័ន្ទសម័យបត់មិនស្រឡាញ់អូនមិនបានគឺឡើងពីតុងដូមកតុងរេអញ្ចឹងដូមករេគឺវាមានដូយ៉េសនេះអញ្ចឹងមានន័យថាមួយតុងបាទហើយនឹងបត់នឹកនីឡើងពីសុលទៅឡាបាទអញ្ចឹងយើងឃើញមានសុលយ៉េសកន្លែងនេះអញ្ចឹងមានន័យថាមួយតុងណាពីសុលមកឡាគឺមួយតុងអញ្ចឹងវាមានមួយតុងនិងកន្លះតុងប៉ុន្តែអ្វីដែលយើងត្រូវកត់សម្គាល់គឺយើងឃើញមានអាគ័រមួយមុនពេលវាឡើងបងប្អូនអាចទាយបានទេបើឧបមាថាខ្ញុំប្រាប់ថាតុងហាមចិត្តមិនបានគឺនៅក្នុងតុងមីតើអាគ័រដែលគេឡើងមុនពេលដែលគេដូរទៅតុងហ្វាហ្នឹងអាគ័រអីគេនេះគឺជាកលឹះដែលយើងត្រូវរៀននៅថ្ងៃនេះនោះគឺជាអាគ័រដូបើខ្ញុំប្រាប់បងប្អូនអាគ័រដូបងប្អូនពិបាកក្នុងការយកទៅអនុវត្តជាមួយតុងផ្សេងប៉ុន្តែខ្ញុំចង់ប្រាប់ថានោះគឺជាអាគ័រទី5នៅក្នុងគ្រួសាររបស់តុងហ្វាអញ្ចឹងបើបងប្អូនកំពុងតែលេងតុងមីម៉ាហ្សឺហើយបងប្អូនចង់ឡើងតុងហ្វាគេប្រើអាគ័រទី5ជាអាគ័រទី5នេះគឺជាអាគ័រដែលពិសេសជាងគេខ្ញុំធ្លាប់បានរៀបអេពីសូតម្ដងដែលនិយាយថាអាគ័រទី5នេះកាលណាយើងឃើញវត្តមានរបស់វាគឺបត់នឹងដល់កន្លែងដែលវាត្រូវចូលមកអាគ័រទី1វិញហើយមិនអញ្ចឹងតែបើវាជាអាគ័រនៅក្នុងចុងឃ្លាមានន័យថាអត់ទាន់ចប់វគ្គឯងអូខេជាអាគ័រទី5ឧបមាថាបត់ដែលយើងកំពុងលេងហ្នឹងនៅក្នុងតុងដូអញ្ចឹងអាគ័រទី5របស់តុងដូអីគេដូរេមីហ្វាសុលគឺសុលមែនអត់តាណ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 ាអាគ័រទី5តាណាណាណាឃើញត្រឡប់មកហ្នឹងវិញហ៎តែបើបងប្អូនឃើញវានៅអាគ័រទី5នៅចុងឃ្លាមានន័យថាវគ្គហ្នឹងត្រូវចូលវគ្គទី2ទៀតដែរអត់ទាន់បញ្ចប់ទេតែបើសិនតែឃើញវានៅរៀបគៀកជាមួយនឹងអាគ័រទី1មានន័យថាវាចុងបញ្ចប់ឥឡូវនេះវាដើរតួសំខាន់មួយទៀតគឺរាល់ពេលដែលយើងឡើងតុងគឺយើងត្រូវប្រើអាគ័រទី5របស់តុងដែលយើងប្រុងឡើងដូចឧទាហរណ៍ថាបត់លោកច័ន្ទសម័យមិញអញ្ចឹងបត់លោកច័ន្ទសម័យមិញគឺបត់របស់គាត់គឺនៅក្នុងតុងដូ
បងឃើញទេអូនោះសំទោសមែនធ្វើវាអត់ដូចខ្ញុំមកពិបាកកន្លែងនឹងមកបត់ខ្លះវាតឹងខ្លាំងពេកបងប្អូនប៉ុន្តែគឺអក្សរឡា major អក្សរឡា major នេះជាអក្សរទី5របស់អីគេរបស់ re major re mi fa sol la អូខេអញ្ចឹងកន្លែងហ្នឹងគឺអក្សរទី5កំពុងលេងដូអូខេអក្សរទី5អញ្ចឹងមិញយើងគេអក្សរទី5ហើយវាមកអក្សរទី1របស់វាគឺតុងré major អញ្ចឹងវាឡើងពីដូមករេអញ្ចឹងបទលោកច័ន្ទសម័យគឺឡើងមួយតុងបាទឯចំណែកបទមួយទៀតរបស់លោកទុំសារ៉ាដេតគាត់ឡើងតែកន្លះតុងឯងបាទប៉ុន្តែទោះឡើងកន្លះតុងក៏ដោយឡើងមួយតុងក៏ដោយត្រូវប្រើអក្សរទី5អក្សរទី5របស់តុងដែលយើងចង់តម្លើងបងប្អូនត្រូវចាំណាកន្លែងហ្នឹងអញ្ចឹងខ្ញុំឲ្យបងប្អូនស្ដាប់បន្តិចអូខេអញ្ចឹងបងប្អូនឃើញហើយមិញអុកដូហេតុអីបានទីត្រូវអុកដូដោយសារដូជាអក្សរទី5របស់ហ្វាសុលឡាស៊ីដូអូខេអញ្ចឹងអក្សរទី5លើកនេះដើរតួសំខាន់ណាគឺយើងអុកវាសិនតែបទខ្លះវាអត់អុកនៅមើលស្រាបន្ទាប់ទេវាឡើងនៅចន្លោះពាក់កណ្ដាលដូចបទនឹកនាអញ្ចឹងបងប្អូនស្ដាប់បទនឹកនាតិចមកបទនឹកនាតុងសុលបន្ទាប់មកគឺឡើងតុងឡាតែម្ដងបងប្អូនឃើញកន្លែងហ្នឹងគាត់អុកហ៎អញ្ចឹងគាត់អុកអីគេយើងសាកមើលគាត់កំពុងលេងជ្រៀងសុកតុងសុលអញ្ចឹងឡើងគឺឡើងមកតុងគឺតុងឡាអញ្ចឹងឡាតើអក្សរទី5របស់ឡាអីគេឡាស៊ីដូរេមីមីម៉ាសើអូខេឥឡូវយើងទៅទាំងអស់គ្នាមួយគាត់អូខេបាទអញ្ចឹងយើងឃើញថារបៀបគេនៃការបដូរតុងរបស់គេគឺគេប្រើអក្សរទី5ដើម្បីឲ្យងាយស្រួលទៅកាន់អ្នកច្រៀងហ្នឹងគាត់ដឹងមុនទីថាយើងកំពុងតែលេងនៅក្នុងតុងដូតាណ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 ាតាណាណាតាណ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 ាតាណ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 ាឃើញទេគេឡើងអក្សរឡាមករេមីហ្វាសូឡាគេចូលតុងរេបាត់ឃើញអត់បាទអញ្ចឹងបងប្អូនលែងឆ្ងល់ហើយមែនទេថាគេវាយអក្សរឲ្យគេអញ្ចឹងមុនពេលឡើងតុងគេវាយអក្សរទី5វាយអក្សរទី5ហើយគេបញ្ញាឲ្យអ្នកចម្រៀងបានដឹងថាគេឡើងតុងហើយបាទឡើងតុងហើយអញ្ចឹងជាទូទៅគេធ្វើអញ្ចឹងណាបងប្អូនណាប៉ុន្តែក៏មានបទចម្រៀងមួយចំនួនគេហៅថា smooth transition មានន័យថាវាឡើងទៅគឺប្រាប់អ្នកចម្រៀងនឹងឲ្យនេះហ្មងអញ្ចឹងវាមានអក្សរ3ដេញទៅ
បាទខ្ញុំចូលចិត្តអាហ្នឹងប៉ុន្តែពេលក្រោយខ្ញុំនឹងបង្រៀនថាតាអាក3ហ្នឹងគេប្រើរបៀបម៉េចអញ្ចឹងអានេះគឺខ្ញុំគ្រាន់តែបង្ហាញសិនទេណាប៉ុន្តែថ្ងៃនេះយើងរៀនតែពីអាកតែមួយទេគឺអាកទី5តែចាំមើលមួយគ្នាណាឧទាហរណ៍ថាខ្ញុំយកបទខ្ញុំយកបទភក្តីស្នេហ៍ណែ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 ណា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 បងប្អូនឃើញទេមិញអាក3អាកហ្វាអាកសុលអាកទី5របស់តុងដែលខ្ញុំចង់ឡើងតិចនិចនេះនឹងមាននៅក្នុងអេពីសូតបន្ទាប់អរគុណច្រើនជួបគ្នានៅអេពីសូតក្រោយ